បាទជំរាបសួរខ្ញុំឈ្មោះទូចសាមឌីមកពីខាងតាកែវមកជូនម្ដាយមកពិនិត្យជំងឺរឹសដូងបាទហើយយើងប្រើប្រាស់សេវាបសសហើយសេវាគេល្អប៉ុន្តែក្រៅយើងត្រូវការចំណាយពេលមកតម្រង់ជួរអញ្ចឹងហើយពេលទៅដល់ជួបដុកទ័រទៅគេពិនិត្យឲ្យធម្មតាដូចគ្នាអញ្ចឹងដូចជាអ្នកបង់លុយបង់អីដូចគ្នាពេលមានបានបសសហ្នឹងល្អព្រោះជួយកាត់បន្ថយចំណាយគាត់បានច្រើនព្រោះបើយើងចាយជាលុយសតហ្មងគឺច្រើនដែរហ្នឹងហើយបើយើងមានបានបសសអញ្ចឹងក្រសួងគេជួយរ៉ាប់រងបានច្រើនបាទខ្ញុំសូមអរគុណសម្ដេចដែរសម្ដេចបានជួយបង្កើតកម្មវិធីនេះទៅអាចជួយបន្ថយបន្ទុកប្រជាជនបានច្រើនបានបសសជួយកាត់បន្ថយទឹកប្រាក់អត់មានប្រើអស់លុយអស់អីទេចាសេវាគេស្រួលចាបាត់យកចិត្តទុកដាក់ចាខ្ញុំមកពីខាងអង្គស្នួលចាហើយមូលហេតុដែលខ្ញុំជ្រើសយកពេទ្យអង្គឌួងនេះគឺដោយសារតែការព្យាបាលយកចិត្តទុកដាក់ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់នៅទីនេះចាហើយមួយទៀតគឺម្ដាយរបស់ខ្ញុំរួមទាំងខ្ញុំគឺបានសមត្ថៈពីខាងក្រសួងចាក៏ដូចជាសម្ដេចបវរធិបតីនិងសម្ដេចតេជោរួមទាំងសម្ដេចកតិប្រាប់បណ្ឌិតនិយាយទៅពីមុនណាអូននៅពេលដែលយើងព្យាបាលលុយខ្លួនឯងអត់មានសមត្ថៈអត់មានបានក្រីក្រគឺយើងចំណាយច្រើនមែនទែនហើយទៅការយកចិត្តទុកដាក់គឺអត់សូវ take care អញ្ចឹងទេប៉ុន្តែដល់ពេលមានបសសក៏ដូចជាសមត្ថៈម្ដាយខ្ញុំក៏ដូចជាខ្ញុំអីធូរស្រាលមែនតើណាបងអូនចាធូរមែនតើអញ្ចឹងនៅតែអរគុណហើយអរគុណទៀតដល់សម្ដេចតេជោក៏ដូចជាសម្ដេចបវរធិបតីនិងក៏សម្ដេចកតិប្រាប់បណ្ឌិតហើយឥឡូវនេះចាក់ស្ដែងដូចជាមន្ទីរពេទ្យអង្គឌួងគាត់រៀបចំបានល្អមែនតើតាំងពីការអង្គុយរងចាំអីគឺខ្ញុំសប្បាយចិត្តខ្ញុំអត់ដឹងថាត្រូវនិយាយអីទៀតមានតែពាក្យថាអរគុណលោកទាំងអស់ដែលបានសម្រួលនៅខាងមន្ទីរពេទ្យនេះចាជាពិសេសគឺសម្ដេចពុករបស់ខ្ញុំចាអរគុណណាបងអូនអរគុណមែនតើដោយសារតែម្ដាយខ្ញុំអីអត់ត្រូវចំណាយលុយទេចាហើយមកដល់ទីនេះគឺបានជាហើយមានការយកចិត្តទុកដាក់ខ្លាំងមែនតើពីក្រុមលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅទីនេះចាបងអូនចាសូមអរគុណដល់អាដាមឈៀងរ៉ាចាខាងក្រសួងសុខាភិបាលនិងអរគុណដល់អាដាមហេងសួរដែលលោកមានវត្តមានមកដល់ទីនេះចាដើម្បីមើលនៅក្នុងមន្ទីរពេទ្យយើងថារៀបរយយ៉ាងណាតើមានការយកចិត្តទុកដាក់ឬក៏អត់មានការយកចិត្តទុកដាក់ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យចាគឺខ្ញុំចង់និយាយថាខ្ញុំអារម្មណ៍ខ្ញុំរំភើបពេកខ្ញុំអត់ដឹងថានិយាយថាមិនតទៅទៀតខ្ញុំមានចំណាប់អារម្មណ៍ល្អបានរាជរដ្ឋាភិបាលបានជួយឲ្យមានបានបសអ្វីសម្រួលក្នុងការមកពិនិត្យពេទ្យហ្នឹងគេអត់យកថវិកាខ្ញុំមានសេចក្តីត្រេកអរខ្លាំងណាស់ខ្ញុំមានសប្បាយចិត្តសប្បាយរីកបានប្រទេសជាតិយើងបានរីកចម្រើនណាជាតិរីកចម្រើនជឿនលឿនហើយមានពេទ្យច្រើនគ្រប់កន្លែងហើយទំនើបតាមជាសាស្ត្រយើងចំនួនថ្មីខ្ញុំជាប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកសសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមកពិនិត្យសុខភាពខ្ញុំអលៀកកាពះខ្ញុំប្រើបានបសសហើយខ្ញុំអរគុណរាជរដ្ឋាភិបាលដែលបានចេញបានបសសក៏អាចបានជួយថវិកាខ្លះដែលអត់អស់លុយចាសូមអរគុណរាជរដ្ឋាភិបាលដ៏ខ្ពង់ខ្ពស់ចាមានតែម្រាមដៃ10ហ្នឹងហើយអរគុណសម្ដេចតេជោហើយខ្ញុំសូមថ្លែងអំណរអរគុណដល់សម្ដេចធិបតីដែលជួយគ្រប់គ្រងដល់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ទាំងចឹងខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅបំផុត